ឋានភាពសេដ្ឋកិច្ចនៅប្រទេសថៃពេលនេះអាចនិយាយបានថាកំពុងស្ថិតនៅក្នុងដំណាក់កាលដកដង្ហើមចង្រិតដែលទាមទារឲ្យមានការសង្គ្រោះជាបន្ទាន់ខណៈដែលបញ្ហាបំណុលគ្រួសារប្រជាជនថៃកំពុងហក់ឡើងខ្ពស់កោបពពកវិស័យនាំចេញធ្លាក់ចុះនិងការហូរចេញនៃអ្នកវិនិយោគបរទេសនាយករដ្ឋមន្ត្រីថៃលោកអានូទីនឆាល់វីដាកុលគ្មានជំរើសអ្វីក្រៅពីការរៀបចំយុទ្ធសាស្ត្រវិលុកចេញក្រៅប្រទេសនោះទេហើយគោលដៅដ៏ធំបំផុតនិងសំខាន់បំផុតរបស់លោកនៅពេលនេះគឺមហាយាអាស៊ានគឺជាប្រទេសឥណ្ឌូនេស៊ីយោងទៅតាមការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងបាងកកដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានអន្តរជាតិ The Nation នៅថ្ងៃអាទិត្យទី2ខែសីហាឆ្នាំ2026នេះបានឲ្យដឹងច្បាស់ថាលោកអានូទីននឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងចាកាតាចាប់ពីថ្ងៃទី3ដល់ថ្ងៃទី4ខែសីហានេះដើម្បីជួបចរចាដោយផ្ទាល់ជាមួយនឹងប្រធានាធិបតីឥណ្ឌូនេស៊ីលោកប្រាវ៉ូស៊ូប៊ីនយ៉ាន់តូនេះមិនមែនជាដំណើរទស្សនកិច្ចធម្មតានោះទេប៉ុន្តែវាគឺជាបេសកកម្មសង្គ្រោះសេដ្ឋកិច្ចជាតិរបស់ប្រទេសថៃហេតុអ្វីបានជាថៃត្រូវការឥណ្ឌូនេស៊ីខ្លាំងម្លេះនៅពេលនេះយើងត្រូវយល់ដឹងពីបរិបទនៃសេដ្ឋកិច្ចបច្ចុប្បន្នសិនថៃធ្លាប់តែជាមជ្ឈមណ្ឌលផលិតកម្មរថយន្តនិងគ្រឿងអេឡិចត្រូនិកដ៏ធំបំផុតនៅក្នុងតំបន់តែពេលនេះកំពុងរងការវិលុកយ៉ាងដំណំពីការផ្លាស់ប្ដូរចរន្តសេដ្ឋកិច្ចសកលពិសេសការហូរចូលនៃរថយន្តអគ្គិសនី EV ពីប្រទេសចិននិងការប្រកួតប្រជែងតម្លៃពលកម្មពីប្រទេសជិតខាងទីផ្សារក្នុងស្រុករបស់ប្រទេសថៃលែងមានកម្លាំងទិញដូចមុនដោយសារតែប្រជាជនវ័យចំណាស់កើនឡើងហើយបំណុលវ័នកដូច្នេះដើម្បីរស់ថៃត្រូវតែស្វែងរកទីផ្សារក្រៅប្រទេសដែលធំនិងមានសក្តានុពលខ្ពស់នៅទីនេះហើយដែលប្រទេសឥណ្ឌូនេស៊ីក្លាយទៅជាដង្ហើមរស់របស់ប្រទេសថៃឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ានមានប្រជាជនជាង280លាននាក់ដែលភាគច្រើនជាយុវជនវ័យក្មេងនិងមានវណ្ណៈកណ្ដាលដែលកំពុងកើនឡើងយ៉ាងគំហុកកម្លាំងទិញរបស់ប្រជាជនឥណ្ឌូនេស៊ីគឺជាទីផ្សារដ៏មហាសាលដែលថៃចង់បានបំផុតដើម្បីបំពេញទំនិញរបស់ខ្លួនដែលកំពុងកកស្ទះនៅក្នុងរយៈពេល2ថ្ងៃនៅក្នុងទីក្រុងចាកាតាលោកអានូទីននិងលោកប្រាវ៉ូស៊ូប៊ីនយ៉ាតូនឹងបើកកកាយរបៀបវរៈសំខាន់ជាច្រើនដែលសិតសឹងជាបញ្ហាស្លាប់រស់នៃសេដ្ឋកិច្ចរបស់ប្រទេសទាំងពីររួមមាន1ពាណិជ្ជកម្មនិងការបើកចំហទីផ្សារលោកអានូទីននឹងដាក់សំណើសុំយ៉ាងទទូចឲ្យរដ្ឋាភិបាលទីក្រុងចាកាតាបើកទ្វារទីផ្សារឲ្យបានកាន់តែធំនិងកាត់បន្ថយរបាំងពន្ធគយដើម្បីឲ្យទំនិញនិងសេវាកម្មរបស់ថៃអាចហូរចូលកាន់តែច្រើនទៅកាន់ប្រទេសឥណ្ឌូនេស៊ីទំនិញទាំងនោះមានចាប់តាំងពីគ្រឿងឧបភោគបរិភោគផលិតផលកសិកម្មគ្រឿងបន្លាស់រថយន្តរហូតដល់សម្ភារៈសំណង់ថៃចង់ប្រើប្រាស់ទីផ្សារប្រទេសឥណ្ឌូនេស៊ីជាទីកន្លែងស្រូបយកផលិតផលសម្រេចរបស់ខ្លួនដើម្បីសង្គ្រោះរោងចក្រនៅក្នុងស្រុកកុំឲ្យបិទទ្វារទី2កិច្ចសហប្រតិបត្តិការខ្សែច្រវាក់ផ្គត់ផ្គង់និងការវិនិយោគបញ្ហានេះគឺមានភាពស៊ីជម្រៅមែនទែនថៃដឹងខ្លួនឯងច្បាស់ថាខ្លួនឯងលែងពឹងផ្អែកលើតែការផលិតក្នុងស្រុកហើយនាំចេញទៀតហើយការស្នើសុំពង្រឹងចំណងខ្សែចង្វាក់ផ្គត់ផ្គង់មានន័យថាថៃចង់តភ្ជាប់រោងចក្រនិងការផលិតរបស់ខ្លួនជាមួយនឹងប្រភពវត្ថុធាតុដើមដ៏សម្បូរបែបរបស់ប្រទេសឥណ្ឌូនេស៊ីឥណ្ឌូនេស៊ីមានរ៉ែនីកែលកូបាល់និងធនធានជាច្រើនទៀតដែលចាំបាច់សម្រាប់បច្ចេកវិទ្យាថ្មីថៃចង់ជំរុញឲ្យមានការវិនិយោគខ្វែងគ្នាគឺអ្នកវិនិយោគថៃទៅរកស៊ីនៅឥណ្ឌូនេស៊ីហើយទាញអ្នកវិនិយោគឥណ្ឌូនេស៊ីមករកស៊ីនៅថៃវិញដើម្បីបង្កើតជាប្លុកសេដ្ឋកិច្ចដ៏រឹងមាំមួយ3បញ្ហាសន្តិសុខស្បៀងនេះគឺជាចំណុចដែលថៃមានប្រៀប
ថៃត្រូវបានគេស្គាល់ថាជាផ្ទះបាយរបស់ពិភពលោកខណៈដែលឥណ្ឌូនេស៊ីទោះបីជាប្រទេសធំតែរឿងងាយតែងតែប្រឈមមុខនឹងការផ្គត់ផ្គង់ស្បៀងអាហារនៅក្នុងស្រុកមិនគ្រប់គ្រាន់ជាពិសេសអង្គរស្ករសនៅពេលមានវិបត្តិអាកាសធាតុទី4ទេសចរនិងធម្មពលវិស័យទេសចរគឺជាសរសៃឈាមរបស់ថៃការតាក់ទាញប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសមានប្រជាជនមូស្លីមច្រើនជាងគេនៅលើពិភពលោកឲ្យទៅកំសាន្តនៅប្រទេសថៃតាមរយៈការជំរុញទេសចរហាឡាគឺជាយុទ្ធសាស្ត្រទាញលុយរូបៀឲ្យចូលមកក្នុងស្រុកថៃស្របពេលជាមួយគ្នានោះលើបញ្ហាធម្មពលថៃដែលកំពុងស្រេកឃ្លានធម្មពលអគ្គិសនីនិងឧស្ម័នកំពុងសម្លឹងមើលការនាំចូលធម្មពលពីឥណ្ឌូនេស៊ីដើម្បីធានាស្ថិរភាពរោងចក្រឧស្សាហកម្មរបស់ខ្លួនទី5សន្តិសុខអប់រំនិងធុរកិច្ចលើសពីសេដ្ឋកិច្ចការកសាងទំនុកចិត្តផ្នែកសន្តិសុខនិងការអប់រំគឺជាការចាក់គ្រឹះសម្រាប់ទំនាក់ទំនងយូរអង្វែងរដ្ឋាភិបាលទីក្រុងបាងកកចង់ឃើញកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងក្រុមហ៊ុនយក្សរបស់ថៃនិងក្រុមហ៊ុនរបស់ឥណ្ឌូនេស៊ីឲ្យកាន់តែស្អិតរមួចដើម្បីទប់ស្កាត់ការជ្រៀតចូលពីក្រុមហ៊ុនយក្សមកពីលោកខាងលិចឬប្រទេសចិនតើលោកប្រាវ៉ូនឹងយល់ស្របតាមសំណើរបស់ថៃដែរឬទេនេះហើយគឺជាសាច់រឿងដែលកាន់តែតានតឹងការស្នើសុំរបស់លោកអានូទីនគឺជារឿងមួយតែការសម្រេចចិត្តរបស់លោកប្រាវ៉ូស៊ូប៊ីយ៉ាតូគឺជារឿងមួយផ្សេងទៀតយើងត្រូវដឹងថាលោកប្រាវ៉ូគឺជាមេដឹកនាំដែលមាននិន្នាការជាតិនិយមខ្ពស់លើគោលនយោបាយស្នូលរបស់ឥណ្ឌូនេស៊ីនាពេលបច្ចុប្បន្នគឺគោលនយោបាយកែច្នៃក្នុងស្រុកឬ downstreaming ឥណ្ឌូនេស៊ីលែងចង់ធ្វើជាប្រទេសដែលគ្រាន់តែចាំទិញទំនិញសម្រេចពីគេឬលក់តែវត្ថុធាតុដើមឆៅទៀតហើយប្រសិនបើថៃគ្រាន់តែចង់យកឥណ្ឌូនេស៊ីជាទីលានចាក់ចោលទំនិញរបស់ខ្លួននោះលោកប្រាវ៉ូប្រកាសជាមិនបើកទ្វារស្វាគមន៍ដោយងាយៗនោះឡើយឥណ្ឌូនេស៊ីចង់បានការផ្ទេរយកបច្ចេកវិទ្យានិងការវិនិយោគផ្ទាល់មានន័យថាបើក្រុមហ៊ុនថៃចង់លក់ទំនិញនៅឥណ្ឌូនេស៊ីក្រុមហ៊ុនថៃត្រូវតែមកសាងសង់រោងចក្រនៅលើទឹកដីឥណ្ឌូនេស៊ីជួកម្មករឥណ្ឌូនេស៊ីនិងបង់ពន្ធឲ្យរដ្ឋាភិបាលហ្សាកាតាដូច្នេះដំណើរទស្សនកិច្ចរបស់លោកអានូទីននៅថ្ងៃទី3និងទី4នេះនឹងក្លាយទៅជាសមរភូមិការទូតសេដ្ឋកិច្ចដ៏តានតឹងបំផុតលោកអានូទីនត្រូវតែមានកញ្ចប់សំណើស្នើសុំដែលតាក់ទាញបំផុតដែលមានលក្ខណៈឈ្នះឈ្នះពោលគឺបើឥណ្ឌូនេស៊ីបើកទីផ្សារឲ្យទំនិញថៃតើថៃអាចជួយអ្វីខ្លះនៅក្នុងការជំរុញមហិច្ឆតារបស់លោកប្រាវ៉ូនៅក្នុងការប្រែក្លាយឥណ្ឌូនេស៊ីជាប្រទេសអ្នកមាននៅឆ្នាំ2045សរុបសេចក្តីមកព្រឹត្តិការណ៍នេះគឺជាចំណុចរបត់ដ៏សំខាន់មួយនៃភូមិសាស្ត្រសេដ្ឋកិច្ចអាស៊ានសេដ្ឋកិច្ចថៃដែលកំពុងដុនដាបត្រូវការកម្លាំងអូសទាញពីសេដ្ឋកិច្ចឥណ្ឌូនេស៊ីដែលកំពុងស្ទុះឡើងលទ្ធផលនៃជំនួបនៅក្នុងទីក្រុងហ្សាកាតានេះនឹងកំណត់ជោគវាសនាថាតើថៃអាចស្ដារសេដ្ឋកិច្ចខ្លួនឯងបានទាន់ពេលវេលាឬត្រូវបន្តដុនដាបសេដ្ឋកិច្ចនៅក្នុងវិបត្តិកាន់តែជ្រៅខណៈពេលដែលឥណ្ឌូនេស៊ីកំពុងបោះជំហានយ៉ាងលឿនទៅមុខនៅក្នុងការក្តាប់ផ្ដាប់តំណែងជាមេដឹកនាំសេដ្ឋកិច្ចដាច់មុខប្រចាំតំបន់យើងនឹងរងចាំតាមដានលទ្ធផលទាំងអស់គ្នាថាតើថ្នាក់ដឹកនាំកម្ពុជានៃប្រទេសទាំងពីរនឹងលេងអុកនយោបាយសេដ្ឋកិច្ចក្នុងទម្រង់បែបណាទៀត